តាក៏ធ្វើតេស្តសាកល្បងក្របបែកបរមណូលើកដំបូងមកអស់បានជោគជ័យនៅពេលណាកាលពីឆ្នាំ1939ហើយការនៃការផលិតក្របបែកត្រូវបានចាប់ផ្ដើមធ្វើឡើងដោយក្រុមប្រទេសសម្ព័ន្ធមិត្តនៅពេលដែលអ្នករូបជាជនជាតិអ៊ីតាលីម្នាក់ដែលបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសអាមេរិកបានជួបពិភាក្សាគ្នាជាមួយនឹងមន្ត្រីការិយាល័យនៃកងទ័ពជើងទឹកនៃសាកលវិទ្យាល័យកូឡុំប៊ីដើម្បីផ្ដោះប្ដូរយោបល់ទៅលើការផលិតឬគ្រឿងផ្ទុកដែលអាចមានប្រយោជន៍សម្រាប់ប្រើឲ្យវិស័យយោធារបស់ប្រទេសនៅក្នុងឆ្នាំដដែលប្រាជ្ញ Albert Einstein បានសរសេរលិខិតមួយទៅកាន់លោកប្រធានាធិបតីអាមេរិកលោក Franklin Roosevelt នៅទស្សនៈយោងទៅនឹងអ្វីដែលបានជាបតាំងជាសក្តានុពលនៃប្រភេទអាវុធដែលអាចបំផ្ទុះនឹងផ្លាស់បានយ៉ាងធំសម្បើមនៅក្នុងចំណោមប្រភេទអាវុធពិសេសដទៃទៀតនៅក្នុងឆ្នាំ1940រដ្ឋាភិបាលសហព័ន្ធរបស់អាមេរិកបានចេញសេចក្តីប្រកាសគាំទ្រទៅលើផែនការនៃការសិក្សាស្រាវជ្រាវនេះបានដោយផ្ដល់ជាទឹកប្រាក់ប្រមាណជាង$6,000ជាច្រើនឆ្នាំក្រោយមកគម្រោងនេះបានទទួលរងនឹងការបរាជ័យនិងរឿងផ្ទះមួយចំនួនរហូតមកទល់នឹងថ្ងៃទី16ខែកក្កដាឆ្នាំ1945ទើបការធ្វើតេស្តសាកល្បងនៅក្របបែកបរមណូជាលើកដំបូងរបស់ពិភពលោកត្រូវបានធ្វើឡើងនៅក្នុងតំបន់វាលខ្សាច់នៃរដ្ឋ New Mexico ដែលមានចម្ងាយប្រមាណជាង120ម៉ាយលពីតំបន់ Santa Fe ក្រុមអ្នកវិទ្យាសាស្ត្រនិងក្រុមអ្នកមានមុខមាត់ប៉ុន្មាននាក់បានឆ្លងត្រួតពិនិត្យមើលនៅការធ្វើតេស្តក្នុងចម្ងាយប្រមាណ10គីឡូម៉ែត្រដើម្បីមើលទិដ្ឋភាពនៃកោពស់ដ៏ធំអស្ចារ្យប្រមាណជាង12គីឡូម៉ែត្រនៅលើអាកាសផងដែរ